ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះមកបង្ហាញអំពីចាវីដេអូខ្លីៗដែលពាក់ព័ន្ធជាមួយនឹងបេះដូងចាបេះដូងរបស់មនុស្សយើងចាបងប្អូនចាអញ្ចឹងនេះជារូបគំនូរទេប៉ុន្តែខ្ញុំគូសមកគឺខ្ញុំពុះបេះដូងចាពុះជាពីរមានន័យថាពុះមើលគ្រឿងក្នុងបេះដូងកាលមកខ្ញុំដាក់វីដេអូឲ្យមើលចានេះខ្ញុំមកពុះដើម្បីពន្យល់ឲ្យបងប្អូនមានអក្សរមើលដើម្បីងាយស្រួលថាពេលដែលយើងពុះបេះដូងទៅតើនៅក្នុងពំនុះនៃបេះដូងនឹងមានរូបគុំអ្វីខ្លះចឹងរូបភាពមួយនេះអាចបញ្ជាក់ឲ្យបងប្អូនស្គាល់ពីទីតាំងនិងចាចំណុចរូបគុំរបស់បេះដូងបានចាបងប្អូនអានហើយនៅក្នុងប្រដាប់របត់ឈាមរបស់យើងគឺមានសរសៃឈាមនិងបេះដូងចាមាន3បងប្អូនចាគឺប្រដាប់បត់ឈាមរបស់យើងគឺជាផ្នែកមួយដ៏ធំនៃរាងកាយរបស់យើងដែរអញ្ចឹងប្រដាប់បត់ឈាមរបស់យើងគឺមានរូបគុំ3ទី1គឺបេះដូងទី2គឺសរសៃឈាមទី3គឺឈាមចាបងប្អូននៅក្នុងសារពាង្គកាយយើងក៏មានសរសៃឈាមធំ3គឺសរសៃវ៉ានសរសៃអាតេននិងសរសៃប្ដូរចាបងប្អូននេះគឺជាសរសៃឈាមមួយដែលយើងពិនិត្យមើលក្នុងវីដេអូគឺពេលដែលសរសៃឈាមធម្មតាគឺឈាមធ្វើដំណើរបានស្រួលនៅពេលដែលសរសៃឈាមយើងត្បៀតឬក៏ខ្លាញ់ច្រើនធ្វើឲ្យឈាមពិបាកនៅក្នុងការធ្វើដំណើរចង្អៀតអញ្ចឹងយើងដឹងហើយបងប្អូនមានបញ្ហាបេះដូងចា